បាញ់គ្រប់ជាសួរបងប្អូនបាការមើលត្រឡប់ជំនាញសារគឺថ្មីមកទៅហើយជាមួយមាន WS Sport បាទសម្រាប់ថ្ងៃនេះគឺមានគូពិសេសផងដែរបើមុនជាចូលទៅដល់គូពិសេសក៏យើងឡើងទៅតជាមួយនឹងបរិបទបើផ្លូវការមួយដែលតទៅជាមួយនឹងបើក្រុមនៅលើលេខកម្ពុជារបស់សាឌីអារ៉ាប៊ីកំពុងតែបើចាប់អារម្មណ៍ក៏ដូចជាពិភាក្សាក៏ដូចជាចរចាជាមួយនឹងបើកីឡាករ Bruno Fernandes ដែលជាកីឡាករជាកាប់ប្រទេសក្រុមរបស់ក្លឹបបិសាចក្រហម Manchester United បើអត្តពលកម្មបើឈ្នួលរហូតដល់200 លានអឺរ៉ូក្នុងមួយរដូវកាលនោះបើពិតជាច្រើនមែនទេតើ Bruno Fernandes តើគាត់នឹងគិតយ៉ាងណាតើគាត់នឹងចូលរួមជាមួយនឹងលេខកម្ពុជារបស់សាឌីអារ៉ាប៊ីដើម្បីចូលរួមជាមួយនឹងបងថតរបស់គាត់ឬក៏យ៉ាងណាហើយការប្រជុំវិញគឺតើតើជាមួយនឹងការប្រកួតរវាង SC Napoli បប៉ះគ្នាជាមួយនឹងការរីដោយលទ្ធផល2-0ដោយ Lukaku រកគ្រាប់បាល់បាននៅទីចុងម៉ោង54នាទីហើយចំណែកឯបាទ Terminal គឺរកបាននៅនាទី41ហើយវិញសំខាន់មួយដែរបាទ Napoli បានលើកពានបាទអ៊ីតាលី Serie A ផងដែរហើយវិញសំខាន់បាទក្នុងថ្ងៃនេះមួយដែរបាទខ្ញុំលើកឡើងតើតើជាមួយគូពិសេសមួយគូបងប្អូនអ្នកប្រកាសចាប់អារម្មណ៍ហើយបាទឃើញអេមីនពាក់អាវបាទ Paris Saint-Germain ហើយបាទសម្រាប់ថ្ងៃនេះ Paris Saint-Germain តើដាក់ផែនការយកពាន3ក្នុងរដូវកាលនេះឬក៏យ៉ាងណា lock in right ដែលជាបាទគ្រូបង្វឹកដូចជាខូចបាទផ្លូវការរបស់ខាងក្លឹប PSG តើគាត់មានមហិច្ឆតាអាចបានពាន3ក្នុងរដូវកាលដោយបាសេឡូណាដែលក៏រចនាចឹងសម្រាប់បាទតើតើជាមួយនឹងការប្រកួតនៅក្នុងរាត្រីនេះវិញផងដែរបាទ Paris Saint-Germain ត្រូវផ្ដល់ជ័យរហូតដល់2 set ដំណត់ទៅជាមួយនឹងក្រុមរៀមហើយអ្វីដែលសំខាន់បាទការប្រកួតរដូវកាលមុនគឺ Paris Saint-Germain បានលើកពាននេះហើយ2023-2024តើ2024-2025នេះតើ Paris Saint-Germain នៅតែបន្តគ្រងម្ចាស់ជើងឯកនៃពានកូប៉ាដឺប្រាំងនេះផងដែរឬក៏យ៉ាងណាហើយវាសំខាន់នៅថ្ងៃនេះមានជាថា Paris Saint-Germain នឹងអាចយកជ័យទៅលើក្រុមរៀមបើលើតប3-0ឬក៏2-0ផងដែរចឹងបងប្អូនអាចវិនិយោគទៅខាង Paris Saint-Germain បានហើយតើ Paris Saint-Germain នឹងដាក់ផែនការទៅលើកពានជាមួយនឹង UEFA Champions League ផងដែរឬក៏យ៉ាងណាអាចដួលទៅ Inter Milan បានដែរឬក៏យ៉ាងណានៅថ្ងៃខាងមុខនោះដែរបាទចឹងជាចុងក្រោយបើសិនជាបងប្អូនទាំងគ្នាបើចង់បានការពិភាក្សាគូបាល់ក៏ដូចជាចង់ចូលក្រុមវិភាគរបស់មីនបងប្អូនទាំងគ្នាអាចចុច link នៅខាងក្រោមនេះវីដេអូនេះផងដែរដើម្បីចូលរួមជាមួយនឹងក្រុមបាល់វិភាគរបស់មីនបាទជាចុងក្រោយសញ្ញាក្រុមជម្រាបជួបគ្នាវីដេអូបន្តទៀតនៅថ្ងៃស្អែក